នេះជារបៀបលុប background ចេញពី object របស់យើងមកយ៉ាងងាយពីបែបនេះទៅបែបនេះសួស្តីបងប្អូនអរគ្នាក្នុងវីដេអូនេះដែរសាលា SC Academy ចាត់ជូន tip ខ្លីមួយទាក់ទងជាមួយនឹងការ remove background អញ្ចឹងយើងមានរូបភាពមួយ slide ដើម្បីធ្វើការបង្ហាញបងប្អូនអរគ្នាខ្ញុំធ្វើការដោះសល់ទៅលើ background មួយបន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការដាក់មើលទៅលើ layer របស់ខ្ញុំធ្វើការចុច control ចុច click មកឆ្វេងមួយរួចរាល់ហើយអ្នកគ្នាអាចធ្វើការចុច control C ដើម្បីធ្វើការ copy លើវាបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចូលមកកន្លែង layer mask click វាមួយបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចុច Alt ជាប់ទៅលើ layer mask របស់យើង click មកឆ្វេងមួយរួចរាល់ហើយអ្នកគ្នាអាចធ្វើការចុច control V ដើម្បីធ្វើការផាសវាចូលបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការអូសម៉ៅដាក់ខាងឆ្វេងដៃវិញចុច control D ដើម្បីដោះ select ចោលអូខេរួចរាល់ហើយគឺអ្នកគ្នាអាចធ្វើការមើលកន្លែង background ឬក៏ foreground របស់យើងអញ្ចឹងត្រង់កន្លែងហ្នឹងគឺខ្ញុំយកពណ៌ខ្មៅអ្នកគ្នាអាចយកពណ៌ខ្មៅតែខ្ញុំបានបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការចូលមកកាន់ edit ហើយយកពាក្យថា fill ឬក៏ shift F5 ត្រង់កន្លែងនេះគឺកន្លែង content គឺអ្នកគ្នាដាក់ background color មកហើយកន្លែង blending អូខេអ្នកគ្នាអាចធ្វើការដាក់ delete ចុចពាក្យ OK មួយបន្ទាប់ពីហ្នឹងគឺវាចេញបែបហ្នឹងហើយអ្នកគ្នាអាចធ្វើការយកពាក្យថា adjustment ចូលមកកន្លែង select color អញ្ចឹងថងកន្លែងនេះអ្នកគ្នាអាចធ្វើការសេរីពណ៌ណាមួយដែលគ្នាចូលចិត្តមកខ្ញុំធ្វើការអូសវាចូលមកខាងក្រោមអូខេឥឡូវគឺយើងបានរូបភាពមួយដែលអត់ជាប់ background ហើយអូខេអញ្ចឹងបើសិនជាអ្នកគ្នាចង់ធ្វើការដូរពណ៌អ្នកគ្នាគ្រាន់តែ double click ទៅលើនឹងពីរដងអូខេអញ្ចឹងអ្នកគ្នាអាចធ្វើការសេរីពណ៌បាន